បងប្អូនគ្នាស្របពេលដែលមនុស្សជាច្រើននាំគ្នារិះគន់ទៅកាន់បាទតារាចម្រៀងតារាកំ pl ែងឬក៏អ្នកដឹកនាំរឿងបាទនាយពាក់មីបាទបងប្អូនស្គាល់ថានាយពាក់មីឬក៏ឈ្មោះពិតគាត់គឺចែមច័ន្ទតារាបាទយើងឃើញថាមហាជនរិះគន់ច្រើនមែនទែនក្រោយពីគាត់បានធ្វើការប្តឹងទៅកាន់បាទអ្នកគ្រប់គ្រងរបស់ខ្លួនបាទក្រោយរងនឹងការជេរប្រមាថបងប្អូនគ្នាវាមិនមែនជារឿងរ៉ាវថ្មីទេដោយសារតែមួយរយៈចុងក្រោយមកនេះយើងឃើញថាតារាកំ pl ែងនាយពាក់មីនេះរងនៅសម្ពាធបាទនៅការរិះគន់ពីសំណាក់បងប្អូននិងមហាជនគឺច្រើនសន្ធឹកសន្ធាប់ខ្លាំងមែនទែនទី1ពាក់ព័ន្ធទៅនឹងការផ្សាយស្រាបាទការផ្សាយលបែងដើម្បីតែផលប្រយោជន៍ខ្លួនឯងដើម្បីតែយកលុយទៅផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនបាទសុខចិត្តលះបង់ផ្សាយស្រាផ្សាយលបែងឲ្យ fan របស់ខ្លួនលេងឬក៏ផឹកទាំងដែលមិនខ្វល់អំពីសុខភាពរបស់ fanក៏ប៉ុន្តែក្រោយពីមានការរិះគន់យើងឃើញថាតារាចម្រៀងបាទម៉ៅស៊ីណាតបានធ្វើការនិយាយឬក៏ទម្លាយចំពាក់ព័ន្ធទៅនឹងនាយពាក់មីតែម្ដងបងប្អូនអរគ្នាគឺនិយាយចំថាបាទការស៊ីចុកនៅក្នុងវិថីសិល្បៈនេះវាមិនមែនជារឿងរ៉ាវថ្មីទេតារាចម្រៀងម៉ៅស៊ីណាតបានលើកឡើងចំថាពាក់មីបាទស៊ីចំមនុស្សស្រីបាទអត់ល្អអីអញ្ចឹងទៅបាទបើយើងនិយាយទៅគេហៅថាមនុស្សបែបចង្រៃយើងអញ្ចឹងណារហូតដល់ថ្នាក់ប្រពន្ធគាត់នឹងលេងខ្វល់ទៅហើយបាទទុកថាជារឿងរ៉ាវធម្មតានៅក្នុងសង្គមហើយធ្វើម៉េចគឺឲ្យតែក្រុមគ្រួសារនេះមានសេចក្តីសុខបាទឬក៏មានលុយមានកាក់ចាយគ្រប់គ្រាន់ប៉ុណ្ណឹងទៅគឺចប់បាទសពគ្រប់ទៅហើយនេះគឺជាព័ត៌មានថ្មីបងប្អូនគ្នាបើយើងនិយាយអំពីការរិះគន់នេះពាក់មីមួយរយៈមុនក៏ខ្លាំងក្លាដែរក៏ប៉ុន្តែបាទវាមិនបាទដល់ថ្នាក់ដូចឥឡូវទេមហាជនឬក៏អ្នកគ្រប់គ្រងបាទខឹងសវ៉ាទៅកាន់នាយពាក់មីនោះដោយសារតែការបាទដាក់ជាពាក្យបណ្ដឹងទៅកាន់ fan ហើយផ្ដល់ឲ្យទារសំណងរហូតដល់ទៅ$15,000ទៅទៀតអានេះបងប្អូនអ្នកគ្នាបាទបើយើងងាកត្រឡប់ទៅមើលការជេរឬក៏ការប្រមាថនាយពាក់មីវាមិនមែនមានតែមួយនឹងទេបាទរហូតដល់ថ្នាក់នារីដែលរងនៅការប្តឹងពីនាយពាក់មីនោះបាទក៏បានចេញមុខមកសុំទោសបាទជាបន្តតែម្ដងទៅកាន់នាយពាក់មីបាទដោយសារតែមានការប្តឹងផ្ដល់ជាសំណងអញ្ចឹងទៅក្រោយពីមានការប្តឹងផ្ដល់យើងឃើញថាបាទមហាជនរបស់យើងកាន់តែប្រតិកម្មខ្លាំងម្សិលមិញហើយនៅថ្ងៃនេះយើងឃើញថា follow របស់នាយពាក់មីបាទប្រហែលដូចជា 4M នោះគឺធ្លាក់នៅសល់ 3M ជាងហើយបាទមហាជនរបស់យើងចូលទៅ unfriend ច្រើនមែនទែនអ្នកដែលធ្លាប់តែជា fan ជាអ្នកគ្រប់គ្រងជាអ្នកដែលស្រឡាញ់ជាអ្នកដែលចូលចិត្តជាអ្នកដែលមើលកំ pl ែងតាំងពីនៅប៉ុស្តិ៍ទូស៊ីទៅណាបាទយើងគិតថាគាត់ប្រហែលជាមនុស្សល្អម្នាក់ទៅហើយក៏ប៉ុន្តែមួយរយៈពេលដែលគាត់ចេញមុខមកនិយាយបកស្រាយឬក៏នៅក្នុងសារព័ត៌មានអីក៏ដោយយើងឃើញថាគាត់បែរជានិយាយពាក្យថាលុយបាទដើម្បីតែលុយដើម្បីការផ្គត់ផ្គង់គ្រួសាររបស់គាត់ហើយគាត់តែនិយាយពាក្យមួយម៉ាត់ទៀតថាគ្រួសារខ្ញុំជួយសង្គមច្រើនណាស់បាទអីចឹងទៅបាទគាត់ថាធ្វើខុសតិចតួចឬក៏បើតាមការបកស្រាយរបស់គាត់នៅក្នុងcomment នៃការតបតជាមួយនឹងបងប្រុសម្នាក់ទៀតណាដែលជាអ្នកសិល្បៈដូចគ្នាបងប្អូនគ្នានិយាយរួមទៅហួសចិត្តបន្តិចដែរបងប្អូនដោយសារតែការ comment តបតរបស់គាត់នោះវាហាក់ដូចជាមិនទំនងតតែសោះដែលគាត់បាននិយាយថាគ្រាន់តែការចាប់ដៃមនុស្សស្រីម្នាក់ហេតុអីម្នាក់នាំគ្នាគិតវែងឆ្ងាយខ្លាំងម្លេះបាទអញ្ចឹងបើយើងនិយាយដល់ទៅអារឿងរ៉ាវចាប់ដៃវាជារឿងរ៉ាវធម្មតាមែនក៏ប៉ុន្តែវាខ្លាចថាមានអីនៅពីក្រោយខ្នងនឹងទៀតវាមិនមែនត្រឹមតែជាការចាប់ដៃវាមិនមែនត្រឹមតែដូចជាការនិយាយរបស់ឪពុកពាក់មីអញ្ចឹងទៅនៅក្នុងការនិយាយនៅក្នុងវីដេអូនេះសម្រាប់ពេទ្យមាននៅតែគិតថាពិតឬក៏មិនពិតយើងមិនដឹងទេគ្រាន់តែថាអ្នកដែលលេងបាទជាបណ្ដាញសង្គមបាទគាត់ឃើញអញ្ចឹងគាត់ទើសភ្នែកអានេះបើយើងនិយាយទៅគេហៅថាមិនផ្ដល់នៅតម្លៃឲ្យស្ត្រីបាទស្ត្រីភេទអីចឹងទៅចាប់ដៃចាប់ជើងជាសាធារណៈទាំងដល់ខ្លួនឯងគឺមានប្រពន្ធមានកូនហើយអីចឹងទៅឥឡូវនេះពូមិនមានបែរជានិយាយថាអ្នកដែលប្រឹងធ្វើវីដេអូប្រឹងនិយាយពីគាត់គឺដើម្បីតែបាទយកប្រជាប្រិយភាពយក view បាទឬក៏យកលក់ផលិតផលឲ្យដាច់អីអញ្ចឹងបាទអានឹងជាការគិតរបស់គាត់អញ្ចឹងបាទថាបងប្អូនអ្នកគ្នាពេលខ្លះការល្បីកុំល្បីដោយបើមានអំនួតអួតអាងឬក៏គេហៅថាមានតែអញធ្វើមិនចេះខុសបើសិនជាមកវគ្គដែលគាត់ចាប់ដៃឲ្យវីដេអូបែកធ្លីប្រពន្ធគាត់ធ្វើវីដេអូវាយមែនតើណាបាទបើយើងមើលទៅលើវីដេអូហ្នឹងគឺប្រពន្ធគាត់វាយមែនតើបើវាយកំហឹងក៏ប៉ុន្តែសម្រាប់ការបកស្រាយរបស់ពូវាមិនគាត់ថាមានណាគ្រូសាគេអត់មានអីផងណាស់តែអ្នកនិយាយណាស់តែ fan ណាស់តែមហាជនទេដែលមើលឃើញនៅរឿងរ៉ាវទាំងអស់នោះបើតាមមហាជនគាត់ថា
ការចាប់ដៃនេះវាមិនមែនជារឿងរ៉ាវធម្មតាទេបាទបងធေါ်បងធေါ်អីក៏ដោយក៏មិនទៅដល់ថ្នាក់ចាប់ដៃដែរវាតតែមានអីក៏ដោយវាស៊ីជម្រៅជាមួយគ្នាបន្តិចបងប្អូនគ្នាខ្ញុំមិនកាន់ជើងពូបមីឬក៏កាន់ជើង fan ទេក៏ប៉ុន្តែនៅក្នុងវិធីមួយនេះបងប្អូននេះត្រូវដឹងថាធម្មតាទេមានលុយមានអំណាចមានគេឈ្មោះប៉ុណ្ណេះបាទទៅណាក៏មានអ្នកស្រឡាញ់ទៅណាក៏មានអ្នកចូលចិត្តហើយបើតាមមើលការដើររបស់ពូព្រះមីហ្នឹងក៏គាត់មិនដែរបាននៅផ្ទះជាមួយប្រពន្ធកូនដែរគាត់ដើរធ្វើសប្បុរសធម៌បាទដូចសេរីកងទ័ពហ្នឹងគាត់ជួយច្រើនមែនទែនបងប្អូនគ្នាបាទយើងក៏សរសើរគាត់ចំណុចហ្នឹងដែរណាយើងមិនមែនទៅជន់ប៉លិចគាត់ទេក៏ប៉ុន្តែយើងក៏ដឹងថាតើគាត់មកបាំងរឿងអីបាទបានជាមកពេលហ្នឹងគាត់ចេញមុខមកប្រតិកម្មជាមួយនឹងសម្ដីដែលមហាជនជេរបែបហ្នឹងបាទហើយអ្នកខ្លះក៏កាន់គាត់និយាយថាពូវមីកាន់ជើងស្រីយកប្រពន្ធដាក់មុខអីចឹងទៅបាទការពីស្រីការពីអីចឹងណាបងប្អូនអរគ្នាអញ្ចឹងរឿងរ៉ាវទាំងអស់នេះបាទវាឆ្លុះបញ្ចាំងអំពីសង្គមពិតបើយើងដឹងអំពីសង្គមពិតយើងនឹងដឹងថាអូតាមពិតរឿងរ៉ាវគឺវាអញ្ចឹងទេបាទបើយើងមិនទាន់ដឹងអំពីសង្គមពិតយើងនឹងឃើញនៅនឹងភ្នែកបាទយើងបាទម៉ែតម្លៃហើយយើងគិតទៅអញ្ចឹងទៅក៏ប៉ុន្តែបើយើងដឹងអំពីសង្គមពិតយើងនឹងគិតថាអូការពិតអញ្ចឹងទេអីបងប្អូនគ្នាមកតទៅនៅពេលនេះយើងឃើញថានៅលើ page ផ្លូវការរបស់ពូពាក់មីក៏មិនមានការបកស្រាយអ្វីដែរគាត់នៅតែបន្តធ្វើវីដេអូចែករំលែកធម្មតាហើយចំពោះពាក្យបណ្ដឹងដែលគាត់បានប្តឹងទៅលើបាទ fan ម្នាក់ឬក៏អ្នកដែលជេរប្រមាថគាត់ម្នាក់នោះបាទមកតទៅនៅពេលនេះក៏មិនទាន់ឃើញមានចំណាត់ការណាមួយចាត់ការទៅលើគាត់ដែរបាទអានេះមិនដឹងថាជាការប្តឹងដើម្បីសម្រុះសម្រួលគ្នាឬក៏ការប្តឹងដើម្បីគម្រាមកំហែងទៅកាន់ fan ឬក៏មហាជនយើងក៏មិនដឹងដែរបាទក៏ប៉ុន្តែសម្រាប់ខ្ញុំនៅតែគិតថាការប្តឹងផ្ដោតវាមិនមែនជារឿងរ៉ាវមួយល្អទេដោយសារឲ្យយើងនិយាយអំពី credit របស់ពូពាក់មីគឺនៅលើបណ្ដាញសង្គមគឺធ្លាក់មែនទែនបាទពីមុនគេគាំទ្រគាត់ច្រើនក្រោយពីគាត់ធ្វើការផ្សព្វផ្សាយលបែងស៊ីសងផ្សព្វផ្សាយស្រាបាទអីទៀតហ្នឹងគឺបាទក៏ដូចជាការយកស្រីមកធ្វើជា content ដើម្បីតែល្បីខ្លួនឯងហ្នឹងបាទដើម្បីភាពល្បីបន្តទៀតខ្លួនឯងអីហ្នឹងគឺឃើញថាមហាជនរបស់យើងហាក់ដូចជាមិនពេញចិត្តបើយើងនិយាយអំពីប្រជាប្រិយភាពរបស់ពូវមីវាមិនទៅធ្លាក់រហូតដល់ទៅទាំងស្រុងទេបងប្អូននេះអាចធ្វើតែ20ឬក៏30%នៃមហាជនក៏ប៉ុន្តែសារនេះបាទគឺអាចនឹងខ្លាំងមែនទែនអ្នកដែល unfollow គេមិន គេចូលទៅ block ចោលបរោយខ្ជិលបាទ block ចោលទុកទៅអីមកឃើញទៀតអញ្ចឹងបានថាពេលល្បីអួតអាងពេលដែលមិនល្បីបាទសូមឲ្យមហាជនជួយបងប្អូនទាំងអស់គ្នាតែចាំថាការធ្វើវីដេអូនៅលើបណ្ដាញសង្គមឬក៏នៅលើ social media ដទៃទៀតបាទគ្មានអ្នកគ្រប់ត្រូលទេក៏គ្មានយើងបាទឈរជើងឬក៏បាទមានអ្នកមើលអីច្រើនដែរបាទទោះបីជាយើងមានសមត្ថភាពប៉ុណ្ណាក៏ដោយក៏ប៉ុន្តែបើចរិតយើងមិនកើតវាគង់តែដល់ថ្ងៃណាមួយគេហៅថាដល់ពេលវេលាមួយគេហៅថាយុទ្ធ9យុទ្ធ9អីចឹងណាបងប្អូនគ្នាបងប្អូនគ្នាពេលខ្លះយើងរិះគន់គាត់អញ្ចឹងបើសិនជាយើងទៅគាត់ប្រវាក់មើលវាក់ភ្នែកមើលយើងប្លុកចោលទៅមិនបាច់ទៅខមមិនថាអញ្ចេះថាចោះគាត់ទេព្រោះពេលខ្លះវានាំទុកដាក់ខ្លួនហ្នឹងឯងពេលខ្លះគាត់ធ្វើដើម្បីតែការងាររបស់គាត់ដើម្បីតែលុយដើម្បីតែកាក់ដើម្បីការចិញ្ចឹមប្រពន្ធកូនអីអញ្ចឹងទៅដើម្បីតែគ្រួសារអញ្ចឹងទៅហើយបើយើងកន្លែងតែទៅនឹងគេពេលខ្លះក៏វាអត់ត្រូវដែរបាទនិយាយឲ្យត្រង់ណាបាទបើថាទៅគាត់ប្លុកគាត់ចោលឬក៏ unfriend គាត់ចោលទៅគឺវាចប់រឿងទៅហើយកុំទៅខមមិនជេរគេទាំងដែលគេធ្វើវីដេអូដើម្បីចិញ្ចឹមកាពះគេឬក៏ដើម្បីតែគ្រួសារគេអញ្ចឹងសម្រាប់វីដេអូយើងមានតែប៉ុណ្្នឹងទេសូមចែកម្លែកតែប៉ុណ្្នឹងតិចចុះដោយសារតែបងប្អូនយើងមួយចំនួនបាទគឺចូលទៅខមមិននៅតែបន្តខមមិនជេរគាត់អីអញ្ចឹងណាវាមិនល្អទេបងប្អូនបើយើងនិយាយអំពីសិលធម៌វាគ្មានសិលធម៌ក្នុងខ្លួនទេហើយបើយើងនិយាយអំពីផ្លូវច្បាប់គេអាចប្តឹងយើងបាន